ជំរាបសួរលោកគ្រូអាត្មាពនាមសិនភក្តីមកពីក្រុម SV34 ថ្ងៃនេះមកធ្វើលំហាត់ដែលលោកគ្រូបានដាក់ឲ្យកាលពីថ្ងៃមុនគឺ Linux Control Operator ដំបូងអាត្មាចូលទៅផាសនៅ comment ដែលលោកគ្រូបានផ្ដល់ឲ្យចំពោះ comment ខាងលើនេះគឺជា Echo DOI នេះគឺសម្រាប់បង្ហាញចំណងជើងហើយ read key នេះគឺពាក្យកន្លឹះពីអ្នកប្រើប្រាស់សម្រាប់ទុកក្នុង Bible ហើយនិមិត្តសញ្ញា N នេះគឺលក្ខខណ្ឌ true បើពិតវាធ្វើការហើយចូលមកដល់លក្ខខណ្ឌ 2 នេះទៀតបើសិនជាលក្ខខណ្ឌទី1មិនពិតវាចូលទៅធ្វើការនៅលក្ខខណ្ឌទី2ចូលមកដល់លក្ខខណ្ឌ RAM នេះគឺប្រសិនបាន user វាពាក្យថា RAM វានឹងបង្ហាញទំហំរបស់ RAM ហើយលក្ខខណ្ឌទី2គឺ CPU នៅពេលដែល user វាពាក្យ CPU វានឹងបង្ហាញព័ត៌មានតាមរយៈcomment LSCPU ហើយលក្ខខណ្ឌ HDD ប្រសិនបើ user គាត់វាពាក្យ HDD វានឹងបង្ហាញព័ត៌មានទំហំផ្ទុកតាមរយៈcomment ds.h ហើយលក្ខខណ្ឌ net នេះប្រសិនបើ user គាត់វាពាក្យ net វានឹងបង្ហាញព័ត៌មានតាមរយៈ comment config ហើយចូលមកលក្ខខណ្ឌ time នៅពេលដែល user គាត់វាពាក្យ time វានឹងចាប់ time សុំទោសគ្រូអាកន្លែង comment time ហ្នឹងគឺនៅពេលដែល user គាត់វាពាក្យ time ហ្នឹងបង្ហាញម៉ោងតាមការបរិច្ឆេទរបស់ comment datetime ctl នេះហើយចុងក្រោយ echo keyword out keyword not found ប្រសិនបើជា user គាត់វាពាក្យខុសអ្វីដែលបានកំណត់ខាងលើនេះវានឹងលោតពាក្យថា not found ឥឡូវអាត្មាចូលទៅ run comment ទី1 RAM វាបង្ហាញព័ត៌មានរបស់ RAM ហើយមកឧទាហរណ៍ទី2ទៅគឺថ្ម ynet ហើយមួយទៀតថ្ម HDD អូបញ្ហាថ្មផាស comment មកសិនអូខុស net នេះព័ត៌មានរបស់ network ដែលមាន IP មានអីហ្នឹងហើយមួយទៀតគឺ HDD អូខុសផា comment មួយទៀត enter HDD នេះគឺជាព័ត៌មានរបស់ HDD
ហើយលំហាត់អាត្មាមានតែប៉ុណ្្នឹងជាចុងក្រោយអរគុណលោកគ្រូ